នៅក្នុងមេរៀននេះលោកអ្នកនឹងបានសិក្សាអំពីរបៀបបដូរຂະຫນាតជាសង់ទីម៉ែត្រឬជាអ៊ីងនៅក្នុងទម្រង់ជាភាសាខ្មែរនៃកម្មវិធី OpenOffice.org Writer នៅពេលដែលយើងចាប់ផ្ដើមកម្មវិធីនេះពីលើកដំបូងយើងអាចស្វែងយល់ពី ruler ទាំងពីរដែលគេឲ្យឈ្មោះថាជា horizontal និង vertical យើងអាច right click នៅលើ horizontal ដែលយើងឃើញសង់ទីម៉ែត្រឬក៏យើងអាចចុចនៅលើ ink វានឹងផ្លាស់ប្ដូរឲ្យយើងបានតែម្ដងដូចគ្នាដែរនៅលើ vertical ក៏យើងអាចធ្វើដូចនេះបានដែរតែយើងចុចលើ ink នោះវានឹងបដូរឲ្យយើងតែបើសិនបើលោកអ្នកមិនចង់ធ្វើរបៀបនេះទេហើយលោកអ្នកចង់ដឹងថាតើចំណុចដែលយើងត្រូវដូរឬក៏ត្រូវកែនៅត្រង់ណានោះសូមចូលទៅលើពាក្យថាឧបករណ៍យកវាថាជម្រើសហើយលោកអ្នករកពាក្យថា OpenOffice.org Writer ដោយយើងចុចទៅលើសញ្ញាបូកយកពាក្យថាទូទៅនៅលើពាក្យថាទូទៅនេះយើងឃើញពាក្យថាឯកតារង្វាស់ឯកតារង្វាស់នៅត្រង់នេះគឺជាຂະຫນាតវាស់លើផ្ទៃក្រដាសជាសង់ទីម៉ែត្រយើងអាចដូរទៅជាអ៊ីងបានដោយយើងចុចលើសញ្ញាព្រួយទៅតាមហើយនឹងជ្រើសរើសតាអ្វីអ្នកចង់ដូរអ៊ីងមួយទៀតយើងយកពាក្យថាមើលនៅក្នុងពាក្យថាមើលនេះគឺមាន2ចំណុចដែលលោកអ្នកត្រូវស្វែងយល់ទី1គឺបន្ទាត់ផ្ដេកមួយទៀតគឺបន្ទាត់ឈរដែលឲ្យឈ្មោះថា horizontal ruler និង vertical ruler ដូច្នេះយើងអាចបដូរពីសង់ទីម៉ែត្រទៅអ៊ីងបានដោយយើងគ្រាន់តែចុចទៅលើសញ្ញាព្រួយយើងអាចបដូរទៅពីថាអ៊ីងហើយយើងយកពាក្យថាយល់ព្រមនោះຂະຫນាតនៅលើ horizontal និង vertical ត្រូវបានបដូរទៅជាអ៊ីងដោយស្វ័យប្រវត្តិនេះគឺជាຂະຫນាតដែលបានបដូរទៅជាអ៊ីងសូមអរគុណ